អញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានធ្វើការសិក្សាទៅលើ menu clipboard រួចហើយអញ្ចឹងបន្តមកទៀតសូមបង្ហាញតកតងមួយ menu បន្តតកតងជាមួយនឹង font អូខេអញ្ចឹងឧទាហរណ៍ករណីខ្ញុំសរសេរអក្សរអូខេអញ្ចឹងតកតងជាមួយនឹងទី1កន្លែងខាងលើនេះ font ហ្នឹងគឺយើងធ្វើការដូរនៅប្រភេទអក្សរអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ដូរអានេះអក្សរនេះទៅជាអក្សរពុំអក្សរផ្សេងគឺខ្ញុំអាច select ឧទាហរណ៍ select ទាំងអស់ទៅដើម្បីយើងងាយស្រួលមើលយើងឃើញលឿនអូខេអញ្ចឹងខ្ញុំ select ទាំងអស់ហ្នឹងមកខ្ញុំដូរទៅ font អក្សរអីគេអញ្ចឹងគឺវាមានការប្រែប្រួលតាមហ្នឹងណាអូខេវាមាន font អក្សរច្រើន mode នេះអញ្ចឹងអ្នកនរគ្នាឆ្លាញ់ mode ណាយើងយក mode ហ្នឹងទៅអូខេឧទាហរណ៍ចង់បាន mode ណាគាត់ចុចលើវាយកទៅបានហ្នឹងគឺជាឈ្មោះនៅប្រភេទអក្សរអូខេអញ្ចឹងជាទូទៅអង់គ្លេសយើងយក Times New Roman ហើយ Times New Roman វាចេញមកអូខេហើយអាចមាន font ផ្សេងទៀតគឺអាស្រ័យទៅលើការឆ្លាញ់អូខេអញ្ចឹងអាហ្នឹងគឺសម្រាប់ដូរនៅប្រភេទ font អក្សរបន្តមកទៀតកន្លែងខាងក្រោមហ្នឹងគឺទៅទៅមួយ font size គឺទំហំឧទាហរណ៍ខ្ញុំចង់ឲ្យទំហំអក្សរកន្លែងណាមួយវាធំគឺអ្នកអង្គ select កន្លែងហ្នឹងមកហើយយើងចាប់បានដូរមកនេះគាត់ select ពីលើទៅវាធំទៅនេះជាទូទៅអង់គ្លេសគេអាចយក12ហើយបើជាចំណងជើងអីចឹងទៅគេយក14នេះអញ្ចឹងទៅអាហ្នឹងហើយបើយើងធ្វើសម្រាប់និស្សិតអីទៅលើកិច្ចការសាធារណៈឬក៏ assignment នីមួយៗគឺគេកំណត់ឲ្យថាអត្ថបទនីមួយៗនេះយក font ប៉ុណ្ណាយើងអាចកំណត់តាមនឹងបានអូខេអញ្ចឹងបន្តមកទៀតតកតងជាមួយនឹងកន្លែងនេះក៏បានដូចគ្នា increase font ហ្នឹងគឺយើងអាចធ្វើការ print font ដោយនេះដែរចុចទៅវា print ធំទៅដូចគ្នាហើយនេះវា decrease ហ្នឹងគឺបរួម font ឲ្យតូចទៅវិញចុចទៅតូចទៅវិញតែយើងអត់ដឹង font ប៉ុន្មានទេអញ្ចឹងដើម្បីងាយស្រួលចុចលើនេះមកក៏បានយក font ប៉ុន្មានគឺមានលេខនេះអត់មានលេខទេតកតងជាមួយនឹងខាងលើនេះគឺតកតងជាមួយនឹង change case គឺបដូរវេទអក្សរឧទាហរណ៍ថាអក្សរខ្ញុំសរសេរនេះគឺតូចទាំងអស់ហើយអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់អក្សរនេះគឺធំនៅខាងដើមប្រយោគឧទាហរណ៍នេះវាតូចចុះ S ឧទាហរណ៍អញ្ចឹងពេលដែលខ្ញុំចង់បានធំដើមប្រយោគខ្ញុំគ្រាន់តែ select ប៉ុណ្ណឹងមួយក៏បានខ្ញុំយកនេះមកចុះវាធំដើមប្រយោគនេះអូខេតមកទៀតអក្សរតូចទាំងអស់អញ្ចឹងបើការណែអក្សរតូចទាំងអស់អ្នកទាំងគ្នា select ចឹងមកកន្លែងណាដែលចង់បានចុចយកតូចទាំងអស់គឺតូចទាំងអស់កន្លែងនេះ uppercase គឺធំទាំងអស់អក្សរទូធំទាំងអស់អញ្ចឹងយើងមិនចាំលុបចោលសេថ្មីក៏បានដែរគាត់តែចង់បានអក្សរធំគាត់ select ចឹងទៅបានអូខេកន្លែងពាក្យនេះ capitalize each word មានថាក្នុងពាក្យនីមួយឲ្យវាចេញអក្សរធំនៅខាងដើមកន្លែងណាដែលយើងដក clear នេះអញ្ចឹងកន្លែងដក clear គឺអក្សរហ្នឹងគឺនៅខាងដើមវាគឺធំតែម្ដងណាអូខេហើយមានបន្តមកទៀតនេះគឺមានអក្សរអានៅខាងមុខហ្នឹងគឺអក្សរតូចតហើយអក្សរធំអាហ្នឹងគឺវាផ្ទុយពីមិញណាអញ្ចឹងលក្ខណៈ change case នេះគឺតែប៉ុណ្្នឹងឥឡូវយកដូចដើមវិញខ្ញុំស្រែយក lower case អូខេអញ្ចឹងបន្តមកទៀតតទៅជាមួយនឹង bold ហ្នឹងគឺឲ្យវាអក្សរហ្នឹងដិតច្បាស់ឧទាហរណ៍ថាខ្ញុំសូមឲ្យធំមេញយច្បាស់ទាំងអស់គ្នាអញ្ចឹងអក្សរនេះអត់តដិតទេខ្ញុំចង់បានអក្សរនឹងដិត select លើហ្នឹងមកចុចលើ B ហ្នឹងមក bold ឲ្យវាដិតច្បាស់ណាចង់បានកន្លែងណា select លើហ្នឹងចុចពីមកហើយពាក្យ I នេះអក្សរ trade ណាចង់បានអក្សរណាមួយ trade យើង select លើអក្សរហ្នឹងទៅយើងចុចលើ I ហ្នឹងទៅវា trade តាមហ្នឹងណាចង់ឲ្យ trade ផងដិតផងគឺយើង select ទាំងពីរមកអូខេហើយតទៅជាមួយនឹង U នេះ underline ចង់ឲ្យអក្សរហ្នឹងមានបន្តពីក្រោម select លើអក្សរណាដែលចង់បានចុចលើហ្នឹងអញ្ចឹងបន្តពីក្រោមហើយចង់បានដិតផង trade ផងបន្តពីក្រោមផងហើយបន្តហ្នឹងបើចង់បាន style ចុចព្រួយតម្លាក់មកវាមាន style បន្តពីរជាន់វាមាន style ដិតខ្លាំងវាមាន style ដាច់អាហ្នឹងសូមលើយើងចង់បានអូខេ
ហើយបន្តមកទៀតតកតូនជាមួយនឹងនេះអក្សរនេះគេដាក់ថា street stroke អញ្ចឹងអាហ្នឹងយើងមើលលក្ខណៈអក្សរទៅគឺមានន័យថាមានបន្ទាត់ពុះចំកណ្ដាលណាឧទាហរណ៍ថាខ្ញុំចង់បាននៅកន្លែងអក្សរណាខ្ញុំ select អក្សរហ្នឹងខ្ញុំចុចលើហ្នឹងមកគឺវាឆ្កូតកណ្ដាលអញ្ចឹងកន្លែងហ្នឹងគឺអ្នកទាំងអស់គ្នាអាសាឃើញនៅលើអត្ថបទអង់គ្លេសដែលគេសរសេរទៅតទៅជាមួយនឹងវេយ្យាករណ៍ដែលខុសគឺគេឆ្កូតទៅហើយគេបន្ថែមអក្សរថ្មីដែលត្រឹមត្រូវអញ្ចឹងអូខេហើយខាងក្រោមនេះអក្សរនៅពីក្រោមអក្សរតូចពីក្រោមឧទាហរណ៍ចង់បានអ្នកទាំងអស់គ្នាដែលឃើញគេសរសេរទឹកឯ H2O អីអញ្ចឹងគេសរសេរអក្សរ H អញ្ចឹងមកហើយលេខ2គេដាក់ពីក្រោមហើយបានគេដកចេញគេវាយអក្សរ O ធំមួយទៀតឲ្យវាចុះក្រោមចេះអញ្ចឹងអក្សរហ្នឹងពេលយើងចុចមកអាលេខ2ដែលយើងចង់បានគឺវាតូចជាងអក្សរ H គឺវាចុះក្រោមអាហ្នឹងហើយនេះ X ការ៉េគេសរសេរជាស្វ័យគុណណាឧទាហរណ៍ចង់បានn 0 n ហើយខ្ញុំចង់បាន0នៅលើខ្ញុំចុចអាហ្នឹងមកហើយខ្ញុំវាយអក្សរ O តូចមួយមកគឺវាចេញមកអញ្ចឹងបើយើងអត់ទាន់ដោះវាចេញទេវាជាប់អញ្ចឹងពេលយើងសរសេរគឺតូចអញ្ចឹងហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាដោះវាចេញសិនមកកុំឲ្យវាមានស្នាមដិតហើយអ្នកទាំងអស់គ្នាអាចសរសេរគឺវាជាអក្សរធម្មតាវិញអូខេហើយបន្តមកទៀតកន្លែងនេះគឺ style អ្នកទាំងអស់គ្នាអាចសរសេរមើលទៅវាអត់មានបញ្ហាខូចអីទេណាគឺយើងអាចលោបានយើងសរសេរយើងសាកល្បងច្រើនយើងចេះច្រើនអូខេអញ្ចឹងអានេះ style អក្សរពណ៌អក្សរអញ្ចឹងហើយកន្លែងនេះតើតើជាមួយនឹងការ highlight ទៅលើ background អក្សរឧទាហរណ៍ចង់បានកន្លែងនេះ highlight ខ្ញុំចុចលើហ្នឹងមកហើយវាមានពណ៌ផ្សេងឲ្យយើងច្រើនស្លាញ់ពណ៌ហ្នឹងយកពណ៌ហ្នឹងអូខេចឹងស្លាញ់ពណ៌ហ្នឹងយកពណ៌ហ្នឹងអូខេចឹងអ្នកនរស្គាល់ហើយ highlight នេះគឺយើង highlight before យើងនៅលើกระดาษអញ្ចឹងគឺដូចគ្នាហើយចំណុចតទៀតតទៅជាមួយនឹង font color តទៅជាមួយនឹងពណ៌របស់អក្សរចង់ឲ្យអក្សរយើងមានពណ៌យើង select ទៅលើពណ៌លើអក្សរណាមួយមកយើងចុចលើហ្នឹងមកអក្សរយើងចេញពណ៌ហើយប៉ុន្តែបើព្រានសខ្មៅវានៅតែខ្មៅដដែលណាគ្រាន់តែវាព្រាលអូខេហ្នឹងហើយស្រឡាញ់ពណ៌ហើយយកពណ៌ហ្នឹងមកណាមានពណ៌អូខេហើយតទៅជាមួយនឹងការclear format នេះគឺការសម្អាតឬក៏លុបចោលនៅរាល់ការ format ទាំងអស់វាថា format ហ្នឹងមានន័យថាការរៀបចំទ្រង់ទ្រាយការតបតែងឲ្យវាមានលក្ខណៈស្អាតឧទាហរណ៍ដូចជាមិញហ្នឹងវាមានដិតវាមានដាក់trade វាមាន style អក្សរអញ្ចឹងអូខេអញ្ចឹងគឺចង់ clear វាអ្នកនរគ្នាចុចលើអក្សរណាដែលចង់ clear មកហើយយើងចុចពាក្យថា clear all format អូខេឃើញទេអញ្ចឹងវាលែងមាន style ពណ៌អក្សរហើយវាមានលែងមានបន្ទាត់វាមានលែងមាន trade វាមានលែងមានដិតអីទៀតហើយវា clear អស់ហើយវានៅសល់តែ background នេះព្រោះនេះវាមិនមែនជាការតុបតែងរបស់អក្សរទេគ្រាន់តែជាការដាក់នៅ background របស់អក្សរណាអញ្ចឹងវាអត់ clear ទេអូខេអញ្ចឹងតើតោជាមួយនឹង menu តូចមួយទៅមួយ font គឺយើងមានតែប៉ុណ្្នឹងណាហើយអ្នកទាំងអស់គ្នាអាចរកចាំតាមដាននៅវីដេអូបន្តមកទៀតដើម្បីធ្វើការបង្ហាញនៅ menu ផ្សេងទៀតសូមអរគុណ